ស្លឹកម្រុំមានអត្ថប្រយោជន៍ជាច្រើនយ៉ាងជួយដល់សុខភាពរបស់មនុស្សស្លឹកម្រុំគឺជារុក្ខជាតិដែលត្រូវបានគេទទួលស្គាល់ពីតម្លៃរបស់វារាប់ពាន់ឆ្នាំមកហើយដោយសារតែមានអត្ថប្រយោជន៍ចំពោះសុខភាពច្រើនយ៉ាងរបស់វាជាច្រើនឆ្នាំមកហើយដែលអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវរកឃើញពីគុណប្រយោជន៍នៃស្លឹកម្រុំខាងក្រោមនេះគឺជាហេតុផលទាំង6យ៉ាងដែលអ្នកគួរតែបរិភោគស្លឹកម្រុំ 1. ម្រុំសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មសារធាតុប្រឆាំងអុកស៊ីតកម្មជាសមាសធាតុដែលមានតួនាទីកម្ចាត់រ៉ាឌីកាល់សេរីនៅក្នុងរាងកាយនៅពេលរ៉ាឌីកាល់សេរីមានចំនួនច្រើនក្នុងរាងកាយវាអាចបង្កឲ្យមានជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែមប្រភេទ 2 និងជំងឺបេះដូងស្លឹកម្រុំផ្ដល់នូវសារធាតុប្រឆាំងអុកស៊ីតកម្មវីតាមីន C អាស៊ីតការសិក្សាមួយបានរកឃើញថាគ្រាន់តែបរិភោគម្សៅស្លឹកម្រុំចំនួន7 ក្រាមជារៀងរាល់ថ្ងៃក្នុងរយៈពេល90ថ្ងៃវាអាចជួយបង្កើនកម្រិតប្រឆាំងអុកស៊ីតកម្មនៅក្នុងឈាមឲ្យមានស្ថិរភាព 2. ម្រុំពង្រឹងសុខភាពពោះវៀនជំងឺដំបៅក្រពះរលាកក្រពះនិងជំងឺមហារីកក្រពះគឺជាលទ្ធផលនៃមេរោគឈ្មោះ E. pylori ដែលជាបាក់តេរីម្យ៉ាងនឹងត្រូវសម្លាប់ដោយសារធាតុប្រឆាំងរបស់ម្រុំ 3. ម្រុំផ្ទុកទៅដោយសារធាតុចិញ្ចឹមដល់រាងកាយស្លឹកម្រុំអាចបរិភោគតាមវិធីជាច្រើនដូចជាតាមរយៈគ្រាប់ថ្នាំម្សៅឬម្រុំទាំងមូលនិងស្លឹកឆៅស្លឹកម្រុំដែលកាត់ស្រស់មួយពែងអាចផ្ដល់នូវប្រភពវីតាមីននិងសារធាតុរ៉ែជាច្រើនដល់សារពាង្គកាយ 4. ម្រុំអាចកាត់បន្ថយការរលាកប្រតិកម្មធម្មជាតិរបស់រាងកាយទៅនឹងការរងរបួសឬការឆ្លងមេរោគគឺការរលាកដែលវាជាយុទ្ធការការពារដ៏សំខាន់ចំពោះរាងកាយប៉ុន្តែនៅពេលដែលការរលាកបន្តរយៈពេលយូរវាធ្វើឲ្យអ្នកប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរដូចជាជំងឺបេះដូងជំងឺមហារីកនិងជំងឺរ៉ាំរ៉ៃផ្សេងទៀតនៅក្នុងគ្រាប់ម្រុំផ្លែម្រុំនិងស្លឹករបស់វាបានផ្ដល់នូវឥទ្ធិពលប្រឆាំងនឹងការរលាកទាំងអស់នេះ 5. ម្រុំជួយដល់ការរំលាយអាហារបរិមាណសារធាតុកាកសរសៃដ៏ខ្ពស់ក្នុងម្រុំអាចធ្វើការសម្អាតសារធាតុសេសសល់បន្ទាប់ពីការបរិភោគអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ 6. ម្រុំអាចកាត់បន្ថយជាតិកូលេស្តេរ៉ុលជាតិកូលេស្តេរ៉ុលក្នុងបរិមាណខ្ពស់អាចបង្កើនហានិភ័យនៃការកើតជំងឺបេះដូងម្រុំត្រូវបានគេបង្ហាញថាវាអាចកាត់បន្ថយជាតិកូលេស្តេរ៉ុលស្រដៀងគ្នាទៅនឹងគ្រាប់អាល់ម៉ុនអូសនិងគ្រាប់ផ្លែតសូមអរគុណចំពោះការតាមដានស្ដាប់និងទស្សនារបស់អស់លោកអ្នក